បាទស្វាគមន៍បងប្អូនថ្នាក់ទី12ទាំងអស់គ្នាបាទថ្ងៃនេះយើងមកកែលំហាត់ limit ចំនួន4ទាំងអស់គ្នាបាទប៉ុន្តែចង់បញ្ជាក់ប្រាប់បងប្អូនថាបើយើងជួសដឹងថា limit ហ្នឹងរៀង0លើ0ហើយតម្រង់ x ខិតទៅរកអក្សរ a យើងថាលេខណាមួយណាបើយើងនឹងទាញ x ដកលេខនោះជាកតាណាបាទឥឡូវដូចអក្សរ a នេះបាទអញ្ចឹងខ្ញុំសូមមិនកត់ប្រធានឡើងវិញទេទាញយកតែម្ដងណាបាទគឺ limit x ខិតទៅរក2យើងទាញ x ដក2នឹងជាកតាតែម្ដងបើខិតទៅរកដកយើងទាញបូកអញ្ចឹងទៅណាអញ្ចឹងកតានៅក្រោយមិនបាច់ភ័យទេបាទយើងមានវិធីក្នុងការទាញទៀតណាអញ្ចឹងដូចអានេះដែរយើងទាញបាន x ដក2វិធីនេះគឺបានតែរៀង0លើ0ទេណាបាទអញ្ចឹងសំណួរសួរថាតើកតាខាងក្រោយបានប្រមាណបាទអញ្ចឹងយើងមើលនេះបាទមេគុណវា4អញ្ចឹងយើងយក 4x មកបាទដោយសារខាងនេះមាន x ហើយកណាគុណទៅយើងចេញការ៉េហើយអញ្ចឹងតើលេខ2នេះគុណនឹងប្រមាណឲ្យបានលេខ6កតុយនេះបាទអញ្ចឹងមានតែគុណនឹង3តែដោយសារ6មានសញ្ញាបូកបាទអញ្ចឹងតើដាក់សញ្ញាដកណាព្រោះ2ហ្នឹងក៏ដកអញ្ចឹង3ដកដែរបានគុណចេញបូកបាទអញ្ចឹងអត់ចេះខុសទេបងដាក់អញ្ចឹងមកណាអាហ្នឹងចំពោះ limit រៀង0លើ0ហើយ x ខិតទៅរកអក្សរ a ដែលយើងហៅថាតម្លៃលេខណាមួយហ្នឹងណាបាទដូចគ្នា 3x បាទ2គុណនឹងប្រមាណឲ្យចេញកតុយ2នឹងវិញគឺ2គុណនឹង1ប៉ុន្តែដោយសារវាបូកយើងដាក់ដកមកដើម្បីគុណនឹងដកបានបូកវិញបាទអញ្ចឹងយើងមិនស្រួលអានេះចោលបាទហើយយើងជួស limit បាទជួស2ចូលតម្លៃរបស់ limit ហ្នឹងបាទ4គុណនឹង2ដក3ណាហើយ3គុណនឹង2ដក1ឥឡូវយើងបាន5បាទ4 2ដង8ដក3បាន5ណាហើយអានេះយើងបាន6ដក1បាន5ដូចគ្នាអញ្ចឹង limit a ស្មើ1 limit អក្សរ b បាទ limit នេះបើជួសចូលទៅយើងបាន1ដក1 0បាទនេះជួសទៅបាន4ណាចេញបាន2នេះបាន4ដែរចេញបាន2អញ្ចឹងដកគ្នា0បាទរៀង0លើ0មានជាប់ radical បាទឬទី2គុណនឹងកសោមឆ្លាស់ទាំងលើទាំងក្រោមកតាជាមួយនឹងកសោមឆ្លាស់របស់វាមកគឺ x ការ៉េបូក 3x ហើយបូកជាមួយនឹង 3x បូក1ណាបាទហើយគុណនឹងកសោមឆ្លាស់របស់ភាគបែងផងណាកសោមឆ្លាស់របស់ភាគបែងគឺឬបាទឬ x បូក1ភាគបែងត្រូវគុណកសោមឆ្លាស់របស់វាគឺឬ x ដក1គុណជាមួយនឹងឬ x បូក1ហើយគុណនឹងកសោមឆ្លាស់របស់ភាគយកបាទអញ្ចឹងគុណនឹងកសោមឆ្លាស់គឺចូលទម្រង់ណាបានទម្រង់ a ការ៉េដក b ការ៉េមានន័យថាបានអាខាងមុខនេះការ៉េដកអាខាងក្រោយការ៉េអញ្ចឹងសុំមិនទៅសេលើកជាការ៉េនាំតាខាត់ពេកទេវាវែងពេកបាទអញ្ចឹងខ្ញុំគិតយកតែម្ដងគឺកាលណាលើកជាការ៉េវាបាត់បាទបាត់ radical ទៅសល់ x ការ៉េបូក 3x ហើយខាងនេះកាលណាលើកជាការ៉េបាត់ radical គុណសញ្ញាដកនឹងចូលទៅក្នុងបាទតួនីមួយណាបាទអញ្ចឹងយើងនៅសល់តែរឹសការ៉េនៃ x បូក1ខាងនេះបាទកាលណាលើកជាការ៉េគឺបាន x ហើយ1ការ៉េ1ដដែលយើងទុកមកវិញហើយគុណជាមួយនឹងកសោមឆ្លាស់របស់គេនោះបាទយើងស្រួល 3x ចោលហើយនៅសល់ x ការ៉េដក1បែកបាន2កតាណា
គឺបែកបាន x ដក1 កតា x បូក1 ហើយកតាឬការ៉េនៃ x បូក1នៅខាងក្រៅទាំងអស់ហ្នឹងនៅលើបាទ x ដក1 កតាបាទអញ្ចឹងយើងស្រួលកតាដែលដូចគ្នាចោលយើងជួសបានហើយមកជួស1ចូលទៅបាន2គុណនឹង2ណាបាទនេះជួសបាន2ហើយខាងនេះជួស1ចូលទៅយើងបាន4បាទចេញបាន2នេះជួសទៅបាន4ដូចគ្នាចេញបាន2អញ្ចឹង4លើ4បាន1បាទចូលមកកាន់ limit មកខិតទៅរកដកអនន្តបាទខិតទៅរកដកអនន្តបើយើងជួសចូលក្នុងនេះយើងបានបូកអនន្តហើយណាហើយជួសទៅខាងនេះយើងបានបូកអនន្តគុណនឹងសញ្ញាដកវាទៅជាដកអនន្តហើយអញ្ចឹង limit នឹងរៀងមិនកំណត់បូកដកអនន្តគុណនឹងកសោមឆ្លាស់បាទ limit អក្សរ C ដក2019គុណនឹងកសោមឆ្លាស់ភាគបែងគឺគុណនឹងកសោមឆ្លាស់ដែរណាប៉ុន្តែដោយសារតែspace តូចយើងសូមលើកជាការ៉េឲ្យបាទមានន័យថាវាបានគុណនឹងកសោមឆ្លាស់ហើយណាបាទបានវាលើកជាការ៉េអញ្ចឹងអាក្រោមនេះយើងដាក់កសោមឆ្លាស់របស់វាមកបានហើយបាទអញ្ចឹងការ៉េនិងរឹសនេះយើងស្រួលអស់បាទគុណសញ្ញាដកចូលពេលដែលគុណសញ្ញាដកចូលការ៉េនិងការ៉េក៏ស្រួលអស់ដែរវាដកគ្នាអស់សញ្ញាដកនេះគុណជាមួយសញ្ញាដកនេះបានបូកអញ្ចឹង2019បូកនឹង2019មាន x ដូចគ្នាណាអញ្ចឹងបាន4038x បាទភាគបែងយើងទាញ x ការ៉េជាកតាយើងនៅសល់1បូកឲ្យ2019ចែក x បាទដូចគ្នាខាងក្រោយគឺទាញ x ការ៉េជាកតានៅសល់1ដក2019ចែក x បាទចេញពីរឹសដោយសារ limit យើងខិតទៅរកដកអនន្តបាទអញ្ចឹងចេញមកគឺបំពាក់តម្លៃដាច់ខាតសិនយើងបានតម្លៃដាច់ខាតនៃ x បាទភាគបែងនេះគឺនៅក្នុងរឹស1បូកឲ្យ2019ខាងនេះដូចគ្នាចេញមកគឺបំពាក់តម្លៃដាច់ខាត x បាទករណី limit x ខិតទៅរកដកអនន្តបាទនោះតម្លៃដាច់ខាតរបស់ x បាទពេលដែលយើងលុបចោលបានដក x ណាអញ្ចឹងដោយសារនេះចេញមកបានដក x អានេះក៏ចេញមកបានដក x យើងទាញដក x ជាកតាទាញដក x ជាកតាមកគឺយើងសល់រឹសការ៉េនៃ1បូកឲ្យ2019នៅលើ x បាទនេះដូចគ្នាគឺ1ដកឲ្យ2019នៅលើ x ហើយយើងសម្រួល x ណាចឹងចម្លើយរបស់យើងគឺបាន4038ចែកអានេះសល់ដកហើយប្រភេទនេះ0អស់ហើយអញ្ចឹងសល់1បូក1បាន2បាទអញ្ចឹងចែកទៅឃើញដក2019ចូលដល់អក្សរ D ណា limit ខិតទៅរក0នៃ1បូកឲ្យបាទឬការ៉េនៃ1បូកឲ្យស៊ីនការ៉េដកឲ្យឬការ៉េនៃ1ដកឲ្យស៊ីនការ៉េលើតង់សងបាទគុណនឹងសល់ឆ្លាស់ដូចគ្នាបាទរៀងនេះ0លើ0បាទអញ្ចឹងគុណនឹងសងឆ្លាស់មកសុំដាក់ការ៉េឲ្យបាទអាណាប៉ះសំឆ្លាស់គឺបាន a ការ៉េដក b ការ៉េបាទអញ្ចឹងក្រោមនេះយើង
គុណនឹងសំឆ្លាស់របស់វាមកពេលដែលយើងសម្រួលការ៉េនឹងរើសបាទយើងបាន1ណាបូកឲ្យស៊ីនអានេះគុណសញ្ញាដកចូលបាទបានដក1អញ្ចឹងដក1ស្រួល1អស់ទៀតបាទគុណចូលបានបូកស៊ីនអញ្ចឹងវាទៅជា2ស៊ីន2ស៊ីន x ហើយគុណជាមួយនឹងសំឆ្លាស់ដែលនៅសល់យើងចែកវានឹង x ទៅបាទនេះបាន2គុណជាមួយនឹងស៊ីន x លើ x បាទខាងនេះតង់ x លើ x បាទចឹងនេះចូលរូបមន្តយើងបាន1ចឹង1គុណ2បាន2ហើយនេះបាន1បាទហើយកន្សោមខាងក្រោយនេះយើងជួស0ចូលណាបាទជួស0ចូលនេះ0នេះ0ចឹងសល់1បូក1បាន2ចឹងយើងសម្រួល2ចោលស្មើ1ចឹងលីមីតយើង4ហ្នឹងគឺឃើញលេខ1ចំនួនដល់ទៅ3លីមីតណា